ពីពណ៌ផលិតផលអាស៊ានកម្ពុជាចិនលើកទី2ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតេយ្យភាពលោកជំទាវសុមេតសុមនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកបណ្ឌិតឈួនសវណ្ណស័ក្តិប្រធានសមាគមសម្ព័ន្ធបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈយុវជនកម្ពុជាដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះបានបញ្ជាក់ឲ្យដឹងថាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ2026ពិព័រណ៍ផលិតផលអាស៊ានកម្ពុជាចិនធ្វើឡើងចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21មិថុនាឆ្នាំ2026បានបង្ហាញខ្លួននៅកម្ពុជាជាលើកទី2ដោយមានសមាជិកក្រុមហ៊ុនចិនចំនួន100ស្តង់មកពីវិស័យប្រមាណចំនួន10ប្រភេទខុសៗគ្នាដែលជាសហគ្រាសផ្គត់ផ្គង់បម្រើដល់ចង្វាក់ផលិតកម្មហើយនេះជាឱកាសសម្រាប់សហគ្រិនម្ចាស់អាជីវកម្មរបស់ខ្មែរចូលរួមចាប់ដៃគូជាមួយបណ្ដាក្រុមហ៊ុនចិនដោយព្រឹត្តិការណ៍នេះអនុញ្ញាតឲ្យក្រុមហ៊ុនខ្មែរចូលរួមតាំងបង្ហាញផលិតផលខ្មែរជាមួយគ្នាក្នុងន័យចំណងមិត្តភាពកម្ពុជាចិនលោកជំទាវសុមេតសុមនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថាបច្ចុប្បន្នសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់ទី1ជាអ្នកវិនិយោគធំជាងគេនិងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជាទំហំពាណិជ្ជកម្មទ្វេភាគីនិងលំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកាន់កម្ពុជាកើនឡើងជាប្រចាំដោយក្រុមដប់លើវិស័យគន្លឹះជាច្រើនដូចជាឧស្សាហកម្មកាត់ដេរកសិឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធធម្មពលទេសចរនិងសេវាកម្មហិរញ្ញវត្ថុសន្ទុះកំណើនដ៏រឹងមាំនេះត្រូវបានជំរុញបន្ថែមតាមរយៈយន្តការនៃការអនុញ្ញាតឲ្យបានពេញលេញនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិននិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលបានបើកផ្លូវឲ្យផលិតផលកម្ពុជាទទួលបានអត្រាពន្ធគយអនុគ្រោះលើមុខទំនិញជាច្រើនប្រភេទក្នុងការនាំចូលទៅកាន់ទីផ្សារដ៏ធំសម្បើមរបស់ចិនលោកជំទាវរដ្ឋលេខាធិការបានកោតសរសើរនិងវាយតម្លៃខ្ពស់នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្ដួចផ្ដើមនិងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងប្រកបដោយភាពទាក់ទាញនិងស្តង់ដារខ្ពស់